អូខេសួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំចង់បង្ហាញគ្នាតទៅជាមួយនឹង Blend Engine នៅក្នុង Laravel ណាអូខេតោះនេះគឺ content របស់យើងនិយាយពី Blend Engine នៅក្នុង Laravel អូខេអញ្ចឹងនៅក្នុង Laravel វាមាន template engine របស់វាសម្រាប់ compile នៅ syntax របស់ Laravel ទៅជា PHP វិញណាអូខេអញ្ចឹងវាសាមញ្ញទេអូខេតោះចាប់ផ្ដើមទាំងអស់គ្នាអូខេដូចនៅក្នុង PHP បើសិនជាគ្នាយើងចង់បង្ហាញតន័យអូខេអញ្ចឹងយើងបើក PHP ហើយយើង echo មកអូខេយើងអូខេនៅក្នុង PHP ដើម្បី echo ឬក៏បង្ហាញតម្លៃនៅលើ web page គ្នាយើងគ្រាន់តែបើក text PHP មកហើយ echo array ឬក៏ echo string នឹងមកមានតែយើងចង់បង្ហាញវានៅលើ web page ហើយអូខេដោយឡែកនៅក្នុង Laravel យើងអត់ចាំបាច់បើក text PHP ឬបិទ PHP អីទេគឺយើងគ្រាន់តែសរសេរនៅក្នុងទម្រង់ escape data មកគឺយើងគ្រាន់តែ open នៅស្នែងកបីពីរដងហើយបិទពីរដងមកវាស្មើនឹងយើងសរសេរក្នុងទម្រង់អានេះដូចយើង echo ធម្មតាអញ្ចឹងណាគេអាហ្នឹងគេហៅ escape data អូខេដោយឡែកនៅក្នុង Laravel វាមានបញ្ហាមួយត្រង់ថាបើសិនជាគ្នាយើងដាក់ string ដែលមាន text HTML នៅក្នុងហ្នឹងណាអូខេអញ្ចឹងបើសិនយើងប្រើ escape data ឬក៏យើង open អានេះបើកស្នែងកបីពីរដងនេះឬក៏ open break ពីរដងហើយនឹង close break ពីរដងនេះគឺពេលដែលវា output មកគឺវាអត់ស្គាល់នៅ text HTML ហ្នឹងទេអូខេអញ្ចឹងតើតែគ្នា unescape វាអញ្ចឹង unescape វាគ្រាន់តែបើកស្នែងកបីម្ដងហើយសញ្ញាឧទាន2មកហើយបិទមកវិញដូចគ្នាអញ្ចឹងណាអូខេអញ្ចឹងมันវាស្គាល់នៅ syntax របស់ HTML នៅក្នុងហ្នឹងតែវា copy PHP ណាបើ PHP អត់បញ្ហាទេមានតែយើង echo ទៅយើងអាចបើក string ជា text HTML ទៅពេលដែលវា output នៅលើ web page វាស្គាល់គ្នាវាតែនៅក្នុង Laravel វាអត់ស្គាល់ទេអញ្ចឹងតើគ្នាយើង unescape វាចោលអូខេតោះមួយទៀតតាក់ទងជាមួយនឹងអាការបង្កើតអត្ថេនៅក្នុង Laravel អូខេនៅក្នុង Laravel គ្នាយើងអាចបើក PHP គេ add PHP ហើយ end PHP មកគឺអញ្ចឹងយើងអាចបង្កើតអត្ថេធម្មតាហើយដូចនៅខាងស្ដាំនេះគឺកូដសម្រាប់យើងបង្កើតអត្ថេនៅក្នុង PHP ណាអញ្ចឹងបើក PHP បិទ PHP ហើយយើងបង្កើតវាមកអូខេអានេះគឺជាការប្រើនៅលក្ខខណ្ឌណា condition នៅក្នុង Laravel អូខេ syntax វាខុសគ្នាពី PHP បន្តិចអញ្ចឹង PHP ពេលដែលយើងបើកមកអូខេនេះដូចអក្សរកូដកន្លែងនេះណាអូខេយើងបើក PHP បិទ PHP if បើសិនជាអត្ថេរបស់យើងសិក្សានៅក្នុងចន្លោះណាមួយ if else if អីចឹងណាអូខេដោយឡែកនៅក្នុង Laravel វាខុសពី PHP បន្តិចមានន័យយើងអត់បើក PHP បិទ PHP ទេគឺយើងប្រើ add if តែម្ដងអូខេ add if បើសិនជាអត្ថេរបស់យើងទូចជាងអញ្ចឹងយើងសិក្សាក្នុងទម្រង់បែបអញ្ចឹងណាអូខេវាអ្វីដែលវាខុសគឺវាគ្រាន់តែខុសថាបើក add ពីមុខឯង add if add if ហើយសិក្សាលក្ខខណ្ឌច្រើនអញ្ចឹងណាអូខេអញ្ចឹងបើសិនយើងមានតែមួយលក្ខខណ្ឌទេ if ហើយ and if តែម្ដងដល់ពេលយើងមានពីរលក្ខខណ្ឌ if L តែម្ដងអូខេអញ្ចឹងទម្រង់បើសិនជាគ្នាយើងចេះអានេះអូខេអញ្ចឹងអាពីរទម្រង់ផ្សេងនោះគឺដូចតែគ្នាទេចាំតិចទៀតចាំខ្ញុំឧទាហរណ៍ឲ្យមើលតោះអូខេអានេះតាក់ទងជាមួយនឹង for អូខេ for បើសិនយើងមើលនៅក្នុង for របស់PHP យើងគ្រាន់តែបើក text PHP ហើយបិទ PHP មកហើយយើងអាចបើក for អញ្ចឹងមកសិក្សាលក្ខខណ្ឌតាក់ទងជាមួយនឹង parameter នៅក្នុងការប្រើប្រាស់ loop for ហ្នឹងក៏ដូចគ្នាជាមួយនឹង PHP ដែរគឺវាមាន initialize condition increase ឬ decrease អ្វីដែលវាខុសគ្នាគឺវាខុសគ្នាត្រង់ថាបើកស្នែងកបីឬបិទហើយបិទស្នែងកបីដែរនេះអញ្ចឹងនៅក្នុង Laravel យើងប្រើ add for ហើយ end for វិញអូខេអានេះយើងបើក PHP ហើយបិទ PHP ចឹងនៅក្នុងនេះយើងបានប្រកាស array មួយនេះអូខេទម្រង់របស់ array ណាអានេះដូចតែគ្នាមួយ PHP ទេហើយយើងអាចបើកfor each ចឹងពេលដែលនៅក្នុង Laravel គឺគេសរសេរ add ពីមុខនេះចឹងអ្វីដែលវាខុសគ្នាគឺខុសគ្នាតែសញ្ញា add នឹងមួយនេះអូខេអានេះគេប្រើនៅval អូខេអញ្ចឹង val ក៏នៅតែដូចគ្នាជាមួយនឹងsyntax ដូចមុនដែរគឺវាសិក្សា loop ដដែលដែរអញ្ចឹងចូលមកដល់នេះវាសិក្សាលក្ខខណ្ឌបើលក្ខខណ្ឌពិតអនុវត្តបើលក្ខខណ្ឌអត់ពិតចាក់ចេញអូខេតែបើពិតហើយវាអនុវត្តមកដល់ក្រោមហើយគឺវាឡើងទៅលើវិញមកសិក្សាលក្ខខណ្ឌសាថ្មីវិញអូខេតោះខ្ញុំសូមអនុវត្តឲ្យគ្នាយើងមើលតោះអូខេចឹងបច្ចុប្បន្នខ្ញុំមាននៅ view របស់យើងមួយខ្ញុំមានឈ្មោះថា abc អូខេជា Blend Engine.php ណាអូខេអញ្ចឹងខ្ញុំចង់ run នៅ view នឹងឲ្យដែរអូខេអញ្ចឹងខ្ញុំអាចបង្កើត route មួយអញ្ចឹងខ្ញុំ route ទៅ function ហើយ return control return នេះរបស់យើងតែម្ដង return នៅ view របស់យើងណា
ok ta nhầm xong bạc cả nâng lại đi muối cho ok chẳng bà sân chi cứ request một can URL thì họ là URL home ok nhưng return nơi view bây giờ ABC ok chẳng bật trên ABC cứ về load hello world đấy ok chẳng nhầm thực cả run vision làm bây run về chết cứ PHP artisan serve ok chẳng nhầm bàn bạc cả nơi route muối request route muối chẳng bà sân cái là home nhưng call nơi view bây giờ cứ ABC hai ABC bây giờ nhỏ toàn bàn sẽ sẽ ấy nè ok ok chừng sẽ bị nhóm đá nhóm chập start viết ok ok bỏ sân chỉ nhóm slash home ok chừng ABC với nhóm bạn đá nè nè nhóm slash home mình ok ABC với nhóm cứ trên welcome ok chắc bỏ sân gì à nhóm trong ăn bot để lơ slide bây giờ nè ok Blade Engine á rồi là rồi vào ok bỏ sân chỉ nhóm trong và hang ANL web page ok trong một sân nhóm trong và hang string dương trong và hang chỉ string trong và hang chỉ ấy nè ok goods Laravel ok chẳng biết bà hai string này cái nông nắng này ok bà sân dương bà hai string đó này chứ bị trên bàn chăng à ok đòi like bà sân dương bà hai chỉ string thò mà đá cho bà sân chỉ nó cái nông nắng miên thạch HTML tại vì miên A2 trong bài A2 bật A2 một mình ok bật A2 ok cho bà sân chỉ nó cái nông PHP cái này thấy thơm mấy ok bài PHP bài mình chết hai dương thực echo ok ok dương thực echo nè echo ở thằng ó nè này bà sânในក្នុង PHP ណា ok PHP មែនតើទៅគឺសរសេរអញ្ចឹងគឺអត់ error ទេធម្មតាចេញមកធម្មតាដោយ like នៅក្នុង Laravel សរសេរបែបនេះគឺអត់បានទេតោះតែយើងអាន escape នៅអា string ហ្នឹងសិនបានចេញឃើញទេនៅក្នុង PHP វាចេញប៉ុន្តែនៅក្នុង Laravel របស់យើងគឺអត់ចេញទេតោះតែគ្នាសរសេរមិនអូខេអាហ្នឹងអាន escape អាហ្នឹងក្នុងករណីអត់សូវសម្បូរហ្មងណាអូខេចឹងគ្នាគាត់តែមើល syntax ណាអូខេចឹងគ្រាន់តែបើកក្នុងតម្រង unescape វាចោលចឹងមកវាស្គាល់វិញហ៎អូខេខុសគ្នាតែប៉ុណ្្នឹងឯងអូខេដល់ like បើសិនជា string ធម្មតាអីអត់បញ្ហាទេគ្នាគ្រាន់តែ echo ចង់ដាក់អីនេះសរសេរអីចេញហ្នឹងឯហ្នឹងណាអូខេសរសេរអីចេញហ្នឹងឬក៏គ្នាចង់បង្កើតហត្ថេចឹងអាច add PHP ខ្ញុំបើក PHP ណាហើយ add PHP វិញចឹងនៅក្នុងនេះគ្នាចង់បង្កើតហត្ថេអីទេរ៉ាខ្ញុំបង្កើតហត្ថេ age ខ្ញុំផ្ដល់តម្លៃដំបូងឲ្យអូខេ23អូខេចឹងកន្លែងនេះខ្ញុំចង់បង្ហាញតម្លៃរបស់អថេចឹងដាក់តាអថេនឹងចូលមក age ចឹងវាចេញមកនេះអូខេអានេះអូខេតោះយើងទៅ refresh មើលចេញ23នឹងមកអត់នេះចេញ23មកចឹងបើសិនយើងគិតនៅក្នុងទម្រង់ដែលយើងសរសេររបស់ Laravel ក៏វាមួយយ៉ាងដែរមានតែវាខ្លីហើយនៅក្នុងមេរៀនរបស់ Laravel គ្នាចង់សរសេរកូដ PHP short ក៏បានសរសេរកូដ Laravel short ក៏បានមួយណាក៏បានអូខេតោះចឹងចំណុចបន្ទាប់អូខេអានេះយើងបង្កើតអថេហើយបន្ទាប់មកយើងនិយាយពីលក្ខខណ្ឌអូខេ if អូខេឧទាហរណ៍ខ្ញុំបានបង្កើតអថេ age មកហើយ23បើសិនខ្ញុំចង់សិក្សាលក្ខខណ្ឌ add if បើសិនជាអថេ age របស់យើងធំជាង25អូខេបើសិនជាហ្នឹងណាអូខេអានេះបើសិនជាខ្ញុំសរសេរតែលក្ខខណ្ឌមួយឯង and if អូខេអញ្ចឹងបើសិនជាលក្ខខណ្ឌពិតវាដើរលក្ខខណ្ឌអត់ពិតអត់មានអីដើរបើសិនខ្ញុំចង់បង្ហាញអីនៅលើ web page ឬក៏ខ្ញុំចង់សរសេរ text HTML យកហ្មងក៏បានដែរអត់មានបញ្ហាទេណាអូខេវាថា good job អូខេចឹងបើសិនជាលក្ខខណ្ឌនេះពិតគឺវាចេញ good job បើលក្ខខណ្ឌអត់ពិតអត់ចេញទេអាហ្នឹងបើសិនជាយើងសិក្សាលក្ខខណ្ឌតែមួយឃើញទេអត់ចេញទេចឹងបើសិនខ្ញុំដូរលក្ខខណ្ឌឲ្យត្រូវអូខេ23វាត្រូវតូចជាង25មែនអូខេបើសិនជាខ្ញុំទៅ refresh នៅលើ web page អូខេចឹងវាចេញមកនេះ good job នេះបើសិនយើងសិក្សាលក្ខខណ្ឌតែមួយនៅក្នុង if អូខេចឹងបើសិនជាខ្ញុំដាក់វិញចឹងលក្ខខណ្ឌ if របស់យើងអត់ពិតទេចឹងបើអត់ពិតខ្ញុំអាចបើក L មួយទៀតអូខេ if ហើយ L អូខេអូខេ L ចឹងបើសិនជាចូលលក្ខខណ្ឌ L អូខេខ្ញុំសរសេរថា L statement is working ចឹងណាអូខេអូខេ L statement is
working ok tỏ chẳng việc thầy cho mình nè cái lệ khăn mà nhớ mà pay bấy thông chưa mà pay pram chẳng lệ khăn if at bật đây chẳng việc cho lệ khăn l này anh ấy if l á ok ok chẳng l statement is working ok chẳng bà sân thì khi anh chọn sắc xa chara lệ khăn ok l trong cái và tờ miền chẳng á ok if hai l if mới tiệt if hai l if sân gì lệ khăn chara ok chỉ là h thông chiêng rồi có tu chiêng rồi có thông chiêng chứ khi em đã ta thông chiêng sam sắp hai dương trong pra cho nó n a bây giờ tôi chiêng sai sắp cho ok chân cho lại khăn đi ok nhưng sẽ thà you are ở middle lấy chén này ok you are middle man này chứ nào rồi có middle person ok đó là đi nhưng sẽ thay you are very young này chứ đây you are very young ok ở đây ra nhưng đồ lệ khán đó nè ok bớt sân chỉ lệ khán này bất thường này không này há chọn tại bảo mình bất tế vì rầm lo mà sắc sai lệ khán if sắc sai lệ khán sát mấy hai trong khói miền L là chẳng chẳng bà sân thì khi trong miền if L chớn ok copy paste mất á ok trong sắc xa chara lại khăn đấy nè copy paste với móc nè cho mình đang nhầm miền drop tới dương miền lại khăn chara ok anh ấy nhầm đồ message cái thông chiêng xài sắp ấy dân đấy hai tu chiêng ha sắp ấy dân đấy ok mình mid đó tới đây cứ all you are all person ok trong một sân dương sắc xa mới lại khăn đấy một pay bấy tôi chưa một pay thèm ok trong bật cho lại khăn tìm mùi hết cho vậy ok nhưng từ refresh á ok chẳng cho vậy you are very young trong một sân chỉ ở những đô đồng lái nè tại đã sam sập bay vậy chẳng sam bay thì cho lại khăn nè lại khăn thì mũi bật đấy ọt bật chẳng lại khăn thì pí thông chiến hai tàu chiềng ok chẳng với trên lại khăn mới đi ok cho lại khăn thì pí đó ok chẳng lại khăn thì ca pra if vi khóc này cho môi php ấy vậy là vi khóc này cứ nhà add nè ok chẳng ở đây nhưng ok đó ok tỏ dương sạc tự tay cho môi nâng loop mà đỏ ok đây cái slide và top ok này ca pra nơi for loop ok chẳng for có admin a của bạn đây ok như nên còn tại ok anh em xong lục chào vậy nhé ok đam mê của mọi viran tại đài ok ok dương ai bài add for mà ok chẳng initialize tại lại từ bổ thế là ai từ bố nhưng có đo về muối bật sân chỉ ai tôi chiêng mà thấy ai bộ mấy này thà vơ mà đó ai cần muối anh ấy and for mình ok trên cái này là khăn này ca loop bây giờ này trong loop ấy kề ưu tiên là nhóm trong và hàng list bây giờ ok chân dương ai bài list về UL ok hai nhà năng bài UL mà tỏ mắt bật UL lên ground nè ok anh xin tặng bọn thêm ở lên á ok nè bác thả bài trẻ chân được khả dùng nguyên li mà ok chân li nhưng ai cho xem mấy đã thà list number ok chân lấy em cho đặt ai cho cái chân những bác ai mà nè thế ai mà ok chân vì nâng vơ vào màn chúng ok chân vì vơ bị muối đo đọc bổng buồn chân ok chân đặt tôi chân smart á để mày vì vơ một phải chung này chân list mua pi bay buồn phải ăn đo một pay này ok chân anh ấy loop bây giờ nè anh ấy là biệt này ca pra for loop ok tẹt tôn chữ môi nâng value ok đầu tiên là dương ban bạc cả thê ok nhưng đồ bằng cả mình muối đó nhưng anh bạc cả thê x muối nhưng mà đo lại từ bộ ngoài viêm muối kể nhưng ai sắc xa chữ môi này vál ok bà sân chìa x bây giờ tôi chiềng đỏ ok anh ấy nhưng ai bật chẹo màu với nhá and if no and vào ok and vào chẳng bà sân chỉ lệ khăn bật
យើងត្រូវធ្វើអីអូខេលក្ខខណ្ឌពិតរបស់យើងតែខ្ញុំចង់បង្ហាញថាបង្ហាញក្នុងទម្រង់របស់ HTML ណាអូខេ H2H3 អូខេ you are learning Laravel framework អូខេ framework អូខេនៅកន្លែងនេះខ្ញុំចង់ឲ្យវាចេញលេខពី1ដល់9អូខេបើសិនយើងសិក្សាលក្ខខណ្ឌចឹងវាចេញតែ9ទេអញ្ចឹងខ្ញុំដាក់ស្មើទៀតណាតូចជាងឬស្មើអូខេអញ្ចឹងខ្ញុំដាក់អថេនៅកន្លែងហ្នឹងមកអូខេអថេរបស់យើងគឺសញ្ញាដុល្លារ x អូខេហើយវិលបញ្ចុំខ្ញុំចង់ឲ្យវាកើនមួយតតែគ្នាយើងធ្វើម៉េចអូខេ copy អានេះមកអូខេគឺអថេរបស់យើងណាមានថាយើងបើក PHP របស់យើងណាអូខេបូកមកអូខេតោះចឹងយើងតេស្តមើលតើមកកង់នេះវាចេញ you are learning Laravel framework វាចេញពីលេខ1ដល់លេខ10ឬទេអូខេតោះសាកតេស្តមកនេះ you are learning 1 2 3 4 5 6 7 8 9 10ហើយនេះអូខេអាហ្នឹងបើសិនយើងប្រើនៅអូខេ for each អូខេអានេះបើសិនយើងប្រើជាមួយនឹង val សំទោសមិញហ្នឹងណាអូខេអញ្ចឹងបើសិនយើងប្រើជាមួយនឹង val អូខេយើងគ្រាន់តែបើក add val មកហើយ add val មកវិញមកណាអូខេអញ្ចឹង syntax វាមិនខុសគ្នាជាមួយនឹង PHP ហ្មងណាអូខេតោះអញ្ចឹងខ្ញុំសូមបើក PHP នៅកន្លែងនេះដើម្បីខ្ញុំបង្កើត array អូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់ array អញ្ចេះអូខេវាជា array អូខេឧទាហរណ៍ខ្ញុំដាក់ថាច័ន្ទអូខេហើយ intro ខ្ញុំដាក់នេះអង្គាពុតខ្ញុំដាក់ថ្ងៃទាំង7ណាអូខេពុតប្រហ័សអានេះសុកសៅរ៍អូខេអាទិត្យអូខេអញ្ចឹងបើសិនខ្ញុំចង់លូបទិន្នន័យចេញទាំងអស់ចេញពី array ធម្មតាបើសិនយើងលូប array មានន័យយើងលូបតាមលេខ index អូខេអញ្ចឹងបើសិនខ្ញុំចង់ប្រើ for each ហ្មង for each អានេះទម្រង់របស់ Laravel ណាបន្ទាប់មកត្រូវមាន and for each អូខេអញ្ចឹងកន្លែងនេះធ្វើម៉េចអូខេ array របស់យើងអូខេ for each របស់យើងអូខេ array របស់យើង as អថេថ្មីអូខេអញ្ចឹងអថេថ្មីរបស់ខ្ញុំដាក់ថា value ចុះអូខេអញ្ចឹងខ្ញុំចង់បង្ហាញតម្លៃរបស់វាអូខេខ្ញុំអាចដាក់អីគេ value មកគេ value វាចេញមកហើយអូខេអញ្ចឹងបើសិនគ្នាយើងចង់ឲ្យវាជាប់បន្ទាត់មួយតើគ្នាធ្វើម៉េចចប់ការងារជាប់បន្ទាត់មួយឬក៏យើងបើក text តែម្ដងខ្ញុំបើក h file បិទមកវិញហើយនៅកន្លែងនេះខ្ញុំបិទ h file មកវិញអូខេហើយកន្លែងនេះខ្ញុំដាក់អីគេថ្ងៃនេះខ្ញុំដាក់ណាឬក៏អូខេខ្ញុំដាក់ថាថ្ងៃនេះគឺចាទៅ refresh មើលតើវាចេញថ្ងៃទាំង7មកអត់អូខេឬក៏នៅកន្លែងមិញហ្នឹងយើងអាចនេះច័ន្ទគាពុទ្ធប្រហោះសប្តាហ៍អាទិត្យនេះយើងអាចយកអា loop នេះដាក់ចូលទៅក្នុង list ក៏បានដែរឬក៏យើងដាក់ថាអីគេ select ណាអូខេអញ្ចឹងបើសិនខ្ញុំចង់ដាក់ចូល select ខ្ញុំអាចបើក select មកអូខេបើក select អូខេអញ្ចឹងមានអីណាអញ្ចឹងនៅក្នុង select វាត្រូវមានអីគេអូខេវាត្រូវមាន option អូខេខ្ញុំដកអានេះចេញអូខេអញ្ចឹងអានេះយើងត្រូវបើក option អូខេ option មកណាអូខេហើយអានេះត្រូវបិទ option វិញ optionអូខេអញ្ចឹងសាកទៅតេស្តមើលចេញ select មកអត់នេះអូខេនេះ select របស់យើងនេះណាអូខេអញ្ចឹងបើសិនជាគ្នាយើងចង់ធ្វើការជាមួយនឹង Blend Engine របស់ Laravel មិនពិបាកទេគឺទម្រង់របស់វាខុសគ្នាតែជាមួយនឹង PHP គ្រាន់ថាយើងមិនបាច់បើក PHP ទេគឺយើងបើក add តែម្ដង add val add for add array add PHP អញ្ចឹងណា add for ឬក៏ add if អូខេអូខេអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងសូមគ្នាយើងអនុវត្តទាំងអស់គ្នាមកណា
អូខេហើយមានចម្ងល់អាចឆាតសួរឬក៏ comment សួរនៅក្រោមវីដេអូបានអូខេអរគុណច្រើន